นุษย์ចេញមកហើយស្អីគេប៉ាប៉ាមនុស្សចេញមកហើយស្អីគេនេះស្អីគេទូពិតជាមិនបាននិយាយខុសទេឆ្មាតូចនេះពិតជាមានអាចកំបាំងលាក់ទុកនៅក្នុងរូបចម្លាក់ដែលចាស់នេះពិតជាមានចាស់ដែលអ៊ីតមែនមើលទៅកម្រិតពណ៌នេះយ៉ាងហោចណាស់ក៏ជាកម្រិតត្បូងចាស់ដែលអ៊ីតកម្រិតមរកតឡើងទៅដែរក្មេងស្រីម្នាក់នេះពិតជាមានសំណាងមែនទិញបានចាស់ដែលអ៊ីតក្នុងតម្លៃមួយជាន់ពិតជាចំណេញខ្លាំងណាស់មិនក៏នេះអាចមើលឃើញថ្មដែលអ៊ីតនៅខាងក្នុងបានបងប្រុសឆក់យករបស់ក្មេងមិនអាម៉ាស់មុខពេកទេអីហ៎បងទី2ឲ្យលោកគ្រូចាងពិនិត្យមើលឲ្យបានច្បាស់សិនទៅមកតួខ្ញុំណាគឺចាស់ដែលអ៊ីតមែនណាពិតមែនណាលោកគ្រូចាងលោកមើលឲ្យច្បាស់បន្តិចទៅយើងវិតម្លៃវត្ថុបុរាណ50ឆ្នាំហើយមិនដែលខុសទេនេះគឺចាស់ដែលអ៊ីតពណ៌ខៀវអធិរិទ្ធកម្រិតកំពូលខ្ញុំធ្លាប់បានឃើញខ្សែដៃពណ៌ខៀវអធិរិទ្ធបែបនេះនៅក្នុងកម្មវិធីដែនថ្លៃមួយនោះមានតម្លៃរហូតដល់120លានឯណោះទោះបីជាវាជាចាស់ដែលអ៊ីតពណ៌ខៀវអធិរិទ្ធក៏ដោយវាក៏មិនសំខាន់ទៅលើភាពពេញលេញនៃវត្ថុធាតុដើមដែរប៉ុន្តែបើតាមខ្ញុំមើលវាគ្រាន់តែជាសម្បកពណ៌ខៀវបន្តិចដែលជាប់នៅត្រង់តិចប៉ុណ្ណោះវាគ្មានអ្វីសំខាន់នោះទេពិតជាអាចមានលទ្ធភាពបែបនេះមែនបើចង់ដឹងច្បាស់គួរតែកាត់មើលតែម្ដងទៅមិនអាចកាត់ឆ្មាបានទេយ៉ាងម៉េចឯងខ្លាចកាត់ឃើញដៃចាស់ខ្មៅមែនទេខ្លាចខ្មាស់គេបើគ្រាន់តែមានចាស់ដេអ៊ីតមួយជាន់នៅសម្បកខាងក្រៅរូបចម្លាក់ដែកនេះពិតជាគ្មានតម្លៃទេប៉ុន្តែបើចាស់ដេអ៊ីតនៅខាងក្នុងមានទំហំប៉ុនសុទ្ធព្រាបនោះតម្លៃអបបរមាគឺ5លានឯណោះណាយល់ទេទូកូនប្រាប់ប៉ាថ្មបៃតងនៅខាងក្នុងកូនឃើញថាមានទំហំប៉ុណ្ណាដែរទៅឆ្មាទាំងមូលគឺសិតតែពណ៌បៃតងទាំងអង្គនាងតូយ៉ានាងអាចមើលឃើញថ្មខាងក្នុងបានពិតមែនអីហ៎បើអញ្ចឹងទូឲ្យលោកតាចាងកាត់កូនមើលក្បែរបើចិត្តដល់ឆ្មាបៃតងហើយកូនស្រែកថាឈប់ល្អយកម៉ាស៊ីនកាត់មកលោកគ្រូចាងលោកមិនបាច់ជឿលើពាក្យសម្ដីក្មេងតូចនេះពិតមែនទេតើមែនដែរទេបងប្រុសរូបចម្លាក់នេះគឺជារបស់ពួកយើងហើយលទ្ធផលចេញមកល្អឬអាក្រក់មិនពាក់ព័ន្ធអ្វីជាមួយបងទេយើងខ្លាចអាចចំណាយពេលច្រើនពេកកាត់ចេញមកបានត្រឹមតែសម្រាមតែប៉ុណ្ណោះបើខាងក្នុងពិតជាមានដេអ៊ីតមែននោះប្រកាសជាមានតម្លៃរាប់ពាន់លានហើយក្មេងម្នាក់វិជាបែបនេះពិតជាលេងសើចពេកហើយខ្ញុំធ្លាប់បានឮមកថាតកូលសៅសិតតែជាមនុស្សដែលស្រឡាញ់កូនខ្លាំងណាស់លោកតាចាងកុំបារម្ភទូមើលបានត្រឹមត្រូវនេះលោកគ្រូចាងកុំបារម្ភលទ្ធផលចេញមកល្អឬអាក្រក់ខ្ញុំជាអ្នកទទួលខុសត្រូវតែម្នាក់ឯងចុះល្អណាស់ឆុងនាងតូចឯប្រកាសទីនឹងយើងទើបតែកាត់បានប្រហែលជា1សង់ទីម៉ែត្រតែប៉ុណ្ណោះលោកតាចាងកុំបារម្ភទូមើលបានត្រឹមត្រូវណាស់គឺទីតាំងនេះហើយសម្បកតែ1សង់ទីម៉ែត្រអញ្ចឹងខ្លួនឆ្មាស់ជាចាស់ដែលអ៊ីទាំងមូលធ្វើពុតជាអស្ចារ្យឆឹកល្អឥឡូវនេះបានកាត់សម្បកខាងក្រៅចេញអស់ហើយយើងគ្រាន់តែបកចេញមកនឹងដឹងថាចាដេអ៊ីតនៅខាងក្នុងនេះធំប៉ុណ្ណាហើយណាជាក្មេងស្រីដែលនៅជនបទសាលេនជាយើងចាំមើលថាដោះស្រាយរឿងនេះបានយ៉ាងម៉េចនេះគឺឆ្មាចាដេអ៊ីតទាំងមូលមែនណានេះមិនអាចទេនេះច្បាស់ជាคล้ายឆ្មាដេអ៊ីតទាំងមូលបែរជាយកមកបិទបាំងបែបនេះទៅវិញតើមែនទេរូបចម្លាក់ឆ្មានេះគួរតែកាត់ក្នុងសម័យនគរច្បាំងគឺជារូបចម្លាក់យាមភ្នូនៃស្ដេចនគរណានយាហើយដើម្បីការពារចោរលួចទើបបានជាចាក់ដៃគ្រប់ពីលើនាងតូចនាងពិតជាមានភ្នែកទឹកមែនណាលោកតាចាងឆ្មាតូចនេះមានតម្លៃប្រមាណឆ្មាចាដេអ៊ីតនេះបើតាមយើងស្មានតម្លៃអបបរមាគឺ 1.5 លានស្អីគេ1.5 លានទេប៉ា1.5 លានទេមិនធម្មតាទេថ្មីនេះនៅនិយាយថាថោកទៀត
លោកនិយាយទេវតាអីលោកត្រូវប្អូនទី2ទិញក្បាលហើយគ្រឿងអលង្ការពួកយើងដេញគឺសិតតែគ្មានតម្លៃចំណែកដុំដាច់ចាស់របស់ពួកគេតម្លៃដល់ 1.5 លាន បងថ្លៃគឺពួកបងតែងតែឆក់យកវត្ថុដែលខ្ញុំដេញថ្លៃឆ្មាចាដេអ៊ីតនេះក៏បងយកទៅបោះចោលដែរ ទិញសម្រាប់មួយចំនួនយកមកធ្វើជាកំណប់ចាដេអ៊ីតមានតម្លៃ 1.5 លានលក់ចេញនៅក្នុងតម្លៃមួយជាន់លោកសៀវតើលោកកំពុងតែទិញប្រអប់ដាក់ត្បូងគុជហើយបោះចោលគុជតាមមែនទេសមត្ថភាពវិនិយោគរបស់លោកសៀវពិតជាអន់ជាងលោកម្ចាស់ទី2ពិតមែនគឺមានកម្រិតខុសគ្នាឆ្ងាយខ្លាំងណាស់ លោកប៉ាខ្ញុំឈ្នះហើយមែនទេ អរគុណដល់ផ្កាយសំណាងទូទូហើយក៏អរគុណដល់បងប្រុសដែរ សៀវយើងទៅវិញ ឈប់សិនណាលោកម្ចាស់សៀវទូទាត់ប្រាក់ ឯងបានន័យថាម៉េចត្រកូលសៀវរបស់យើងជាត្រកូលធំអាចបោកប្រាស់បានទេ